ប្រសិនបើអ្នកឃើញអាការៈទាំងនេះសូមកុំស្លន់ស្លោថ្មីនេះក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញរោគសញ្ញាចម្លែកមួយដែលកំពុងកើតមានលើមនុស្សជាច្រើនដោយមិនដឹងខ្លួនដំបូងឡើយអ្នកជំងឺតែងមានអារម្មណ៍ថាខ្លួនស្រាលខុសធម្មតាបន្ទាប់មករុយក៏ចាប់ផ្ដើមមករោមដៃជើងដោយគ្មានមូលហេតុច្បាស់លាស់មិនត្រឹមតែប៉ុណ្ណោះទេពួកគេចេះតែឃ្លានខុសធម្មតាទោះបីជាទើបតែទទួលទានអាហាររួចក៏ដោយក្នុងដំណាក់កាលបន្ទាប់ពេលមានខ្យល់បក់ខ្លាំងអ្នកជំងឺមួយចំនួនចាប់ផ្ដើមបារម្ភថាខ្លួនអាចហើរតាមខ្យល់បាននៅពេលឃើញក្រដាសធ្លាក់នៅលើដីពួកគេតែងស្ទុះទៅមើលមុនគេលើសពីនេះទៅទៀតរាល់ពេលឮសំឡេងម៉ូតូឈប់មុខផ្ទះពួកគេតែងសង្ឃឹមថាមាននរណាម្នាក់មករកឬនាំដំណឹងល្អមកឲ្យអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតគឺនៅពេលអង្គុយផឹកស៊ីជុំមិត្តភ័ក្តិអ្នកជំងឺតែងនៅមិនសុខចង់ត្រឡប់ទៅផ្ទះមុនទាំងដែលមិនទាន់ស្រវឹងពួកគេក៏ចាប់ផ្ដើមជឿថានៅលើពិភពលោកនេះគ្មានម្ហូបណាឆ្ងាញ់ជាងមីឆុងនិងពងទាចៀនទៀតទេដំបូងឡើយអ្នកវិទ្យាសាស្ត្រសង្ស័យថានេះអាចជាជំងឺថ្មីមួយប៉ុន្តែក្រោយការសិក្សានិងស្រាវជ្រាវយ៉ាងហ្មត់ចត់អស់រយៈពេលជាច្រើនឆ្នាំពួកគេបានរកឃើញការពិតដ៏គួរឲ្យភ្ញាក់ផ្អើលមួយរោគសញ្ញាទាំងអស់នេះមិនមែនបណ្ដាលមកពីមេរោគឬបាក់តេរីណាមួយឡើយវាគ្រាន់តែជារោគសញ្ញាអត់លុយហើយជាធម្មតារោគសញ្ញានេះតែងកើតឡើងខ្លាំងនៅចុងខែនិងអាចជាសះស្បើយភ្លាមនៅពេលមានដំណឹងថាប្រាក់ខែចូលហើយ